ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះស្រីសាក់មកពីក្រុម SV1 នៅក្នុងតនេះផងដែរខ្ញុំបានធ្វើការបញ្យល់ទាក់ទងទៅនឹងការ request web server from client by host អញ្ចឹងជាដំបូងខ្ញុំបានធ្វើឲ្យ Apache របស់យើង running active ហើយបន្តមកទៀតខ្ញុំធ្វើការវាយទៅលើ hostname ដើម្បីយក IP ហើយនេះគឺជាឈ្មោះ template ដែលខ្ញុំបានបង្កើតលើនៅក្នុងកិច្ចការទី1ដែលមាន3គឺសាក់1សាក់2សាក់3អញ្ចឹងខ្ញុំចូលទៅក្នុង browser ខ្ញុំធ្វើការវាយទៅលើ IP អញ្ចឹង IP របស់យើងគឺប៉ុណ្នេះហើយខ្ញុំ copy ទៅទៅតាមទៅខ្ញុំដាក់ទៅលើសាក់1យើងចោះអញ្ចឹងវានឹងចេញទៅលើ website ទី1ខ្ញុំបានបង្កើតអញ្ចឹងខ្ញុំបើកមួយទៀតគឺខ្ញុំវាយទៅលើសាក់2ម្ដងអាហ្នឹងគឺជាកិច្ចការចាំមុនដំបូងដែលយើងអត់ទាន់បាន rename វាទៅជាឈ្មោះយើងដាក់វាជា IP សិនអញ្ចឹងខ្ញុំតេស្តវាមួយសិននេះគឺជាសាក់ទី2បន្តមកទៀតខ្ញុំតេស្តទៅលើសាក់3ដែលជា template ទី3ចឹងនេះគឺជា template ទី3ខ្ញុំបានបង្កើតអញ្ចឹងនៅក្នុងកិច្ចការនេះគឺខ្ញុំចង់បង្ហាញទៅលើការ rename IP address នេះទៅជាឈ្មោះដើម្បី access ចូលនៅក្នុង website នីមួយៗដែលខ្ញុំបានបង្កើតនឹងអញ្ចឹងជាដំបូងខ្ញុំបានចូលមកក្នុង Express ខ្ញុំបាយ hostname.i ដើម្បីយក IP បន្តមកទៀតខ្ញុំនឹងទៅចូលទៅក្នុង Notepad បន្តមកទៀតខ្ញុំធ្វើការខ្ញុំចូលមកកាន់ Notepad ម្ដងទៀតយើង run វាជា as administrator មកបន្តមកទៀតខ្ញុំធ្វើការយកពាក្យថា open ហើយជាបន្តទៀតខ្ញុំសូមចូលទៅក្នុង system 32តែមុននឹងឈានដល់ system 32យើងចូលទៅក្នុង Windows សិនហើយបន្តទៀតយើងរើពាក្យ system 32មកហើយជា system 32បន្តមកទៀតគឺយើងរើទៅលើពាក្យ driver ចឹងនេះគឺជា driver ចឹងយើងចូលទៅក្នុង etc បន្តមកទៀតកន្លែងនេះគឺយើងយកពាក្យថា all file មកហើយយើងបើកទៅលើ host នេះចឹងនៅពេលយើងចុចលើ host ហ្នឹងហើយយើងយកពាក្យថា open មកចឹងនៅក្នុងនេះវាអត់មានអីទេដោយសារតែយើងនឹងត្រូវកែឈ្មោះ IP ទៅជាឈ្មោះដើម្បីយើងធ្វើការ access ចូលទៅក្នុង website ដែលយើងបានបង្កើតមិញហ្នឹងអញ្ចឹងជាដំបូងយើងត្រូវដាក់ IP ដែលយើងបានទទួលបាននៅក្នុង GitBash នេះតែខ្ញុំបានវាយរួចរាល់ហើយគឺមាន192.168.15អញ្ចឹងខ្ញុំចូលទៅក្នុង Notepad ហើយខ្ញុំវាយ 192.168.1.15 អញ្ចឹងខ្ញុំចូលទៅទៀងម្ដងទៀតគឺ 168.1.15 គឺត្រឹមត្រូវហើយបន្តមកទៀតចឹងដល់ពេលដែលយើងវាយ IP ហើយយើងសូមដាក់ឈ្មោះឲ្យត្រឹមត្រូវមកយើងបដូរ IP ទៅជាឈ្មោះចឹងខ្ញុំដាក់ website.com ចឹងដល់ពេលយើងសរសេរហើយយើងគ្រាន់តែ save វាមកបន្តមកទៀតយើងចូលទៅក្នុង CMD ខ្ញុំធ្វើការវាយ command មួយដែលឈ្មោះថា ipconfig /flush dns ចាំមានន័យថានៅពេលដែលយើងវាយ command មួយហ្នឹងទៅវានឹងធ្វើការផ្លាស់ប្ដូរពី IP ទៅជាឈ្មោះឬក៏យើងចង់ផ្លាស់ប្ដូរពីឈ្មោះទៅជា IP ក៏បានដែរអញ្ចឹងខ្ញុំវាយ command ប៉ុណ្ណឹងហើយខ្ញុំធ្វើការចូលទៅក្នុង browser ចឹងឥឡូវខ្ញុំចូលទៅក្នុង browser នេះគឺជាអាចារ្យដែលខ្ញុំបានបង្កើតវានៅជា IP នៅឡើយទេអញ្ចឹងខ្ញុំសូមលុបវាចេញសិនខ្ញុំបង្កើត browser ថ្មីហើយខ្ញុំដាក់ទៅលើឈ្មោះដែលខ្ញុំបានបង្កើតមិញគឺ website.com អញ្ចឹងបើសិនជាយើងវាយតែប៉ុណ្ណឹងទេវានឹងaccess ចូលទៅក្នុង Ubuntu វាជា default របស់វាអញ្ចឹងទៅអញ្ចឹងដើម្បី access ចូល website របស់យើងបានយើងគ្រាន់តែ
វាយទៅតាមឈ្មោះដែលយើងបានបង្កើតមិនហ្នឹងគឺវាដូចជាសាក់1សាក់2ដែលខ្ញុំបានបង្កើតនេះវាជា template ទី1 template ទី2និង template ទី3នេះអញ្ចឹងខ្ញុំចូលក្នុងនេះមកខ្ញុំដាក់ slash ហើយខ្ញុំវាយ enter មកវានឹងចូលទៅក្នុង template ទី1ដែលជាឈ្មោះថាសាក់1ហ្នឹងសាក់1ហ្នឹងអញ្ចឹងទី2គឺខ្ញុំតែទៅលើ template ទី2ហើយនេះខ្ញុំដូរដាក់ទៅជា2វា access ចូលដូចគ្នាចូល website ដែលយើងបានបង្កើតហ្នឹងហើយទី3គឺសាក់3នេះគឺវាចូលដូចគ្នាអញ្ចឹងកិច្ចការតាក់ទងទៅនឹងការ rename ការបដូរពី IP ទៅជាឈ្មោះគឺខ្ញុំបានធ្វើរាល់ហើយឃើញថាវាជោគជ័យអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសូមអរគុណលោកគ្រូ